គីណាគឺជាអសតដែលបានបង្កើតឡើងតាំងពីឆ្នាំ1940ប៉ុន្តែបងប្អូនមានបានដឹងអត់ថាកន្លែងដែលផលិតអសតមួយនេះស្ថិតនៅទីណាគីណាគឺជាអសតមួយរបស់ខ្មែរដែលផលិតដោយគ្រឹះស្ថានផលិតអសត PPM ដែលមានទីតាំងស្ថិតនៅភូមិព្រៃជីសាក់សង្កាត់ចំចៅ3ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញដែលកន្លែងធ្វើការមានដូចជាអគារសម្រាប់បុគ្គលិកមន្ទីរពិសោធន៍សង្វាក់ផលិតកម្មឃ្លាំងទុកដាក់ឱសថនិងកន្លែងសំខាន់ៗជាច្រើនទៀតដែលស្របតាមស្តង់ដារបច្ចេកទេសនិងមានការទទួលស្គាល់ត្រឹមត្រូវទាំងក្នុងនិងក្រៅប្រទេសរហូតទទួលបានឈ្មោះថាឱសថជាតិស្តង់ដារអន្តរជាតិសម្រាប់គីណាកាប់ស៊ីលពណ៌ខៀវនេះមានសមត្ថភាពក្នុងការកាត់បន្ថយអាការៈឈឺក្បាលឈឺធ្មេញនិងឈឺពោះពេលមករដូវមានប្រសិទ្ធភាពខ្ពស់ដោយផ្សំពីប៉ារ៉ាសេតាមុលជាមួយកាហ្វេអ៊ីនដែលមិនធ្វើឲ្យងងុយគេងនិងឈឺក្រពះចំណែកឯប្រអប់ពណ៌ទឹកក្រូចនេះគឺជាគីណាអ៊ីបុយដែលផ្សំឡើងពីប៉ារ៉ាសេតាមុលអ៊ីបុយប្រូហ្វែនជាមួយនឹងកាហ្វេអ៊ីនជាដៃគូបំបត្តិហើមក្រិចថ្លោះសម្រាប់បងប្អូនដែលធ្វើការងារធ្ងន់ប្រចាំថ្ងៃរីឯគីណាបាមនេះវិញគឺជាប្រភេទគ្រីមលាបដែលជួយសម្រួលទៅដល់ការចុករោយសាច់ដុំឈឺស្មានិងឈឺខ្នងស័ក្តិសមបំផុតសម្រាប់បងដែលចូលចិត្តហាត់ប្រាណនិងលេងកីឡាព្រោះគីណាបាមអាចកម្ដៅសាច់ដុំបានល្អព្រមទាំងសម្រួលការឈឺសាច់ដុំផងដែរទាំងទីតាំងផលិតគុណភាពនៃការព្យាបាលនិងការទទួលស្គាល់ទើបធ្វើឲ្យឱសថគីណាក្លាយជាឱសថជាតិដែលមានការគាំទ្រពីប្រជាជនខ្មែរតាំងពីឆ្នាំ1960